ចម្រៀងមាសសុកសោភាទម្លាក់អាត់កំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង10ឆ្នាំនិងបែកគ្នារឿងតាអេសីព្រមត្បែងច្រែកស្នេហ៍បោកលុយជាង$230,000នៅថ្ងៃទី8ខែឧសភានេះតារាចម្រៀងមាសសុកសោភាបានទម្លាក់អាត់កំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង10ឆ្នាំនិងបែកគ្នារឿងតាអេសីព្រមត្បែងច្រែកស្នេហ៍បោកលុយជាង$230,000នៅថ្ងៃទី8ខែឧសភានេះតារាចម្រៀងមាសសុកសោភាបាន live វីដេអូដ៏វែងអន្លាយនិយាយពីទំនាក់ទំនងខ្លួននិងអតីតស្វាមីរបស់ខ្លួនដែលមានរឿងចម្រូងចម្រាសនឹងគ្នាយូរមកហើយតែដើម្បីគ្រួសារនាងសុខចិត្តខំមកសង្កត់ចិត្តនិងតស៊ូរស់នៅជាមួយគ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះមុននឹងចេញវីដេអូ live នោះស្វាមីរបស់មាសសុកសោភាលោកអិនតារាបានហែកហួរមាសសុកសោភារឿងតាអេសីព្រមត្បែងច្រែកស្នេហ៍បោកលុយជាង$230,000ពេលនេះមាសសុកសោភាបានប្រកាសជាសាធារណៈថានាងនិងស្វាមីរបស់នាងបានបែកផ្លូវគ្នាហើយបន្ទាប់ពីរស់នៅជាមួយគ្នាជាង10ឆ្នាំក្នុងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរមាសសុកសោភាថែមទាំងនិយាយទៀតថាបើជ្រុលជាបែកគ្នាហើយដោះលែងខ្ញុំទៅបើអ្នកមិនអាចជួយខ្ញុំបាននោះខ្ញុំខ្លាចស្លាប់ត្រូវរកក្តីសុខដាក់ខ្លួនបែបនេះហើយខ្ញុំលំបាកច្រើនមកហើយនាពេលកន្លងមក